Rồi số này là nếu khi mà chúng chơi chân phải nhé thì đi xa có một căn tập phải nhớ chọn riêng ở trái ăn lấy phóng crew bình vô chỉ ăn lấy tiên riêng điều dưới chơi tại crew tất cô đã đào đơn này tiên chúng tam tân này bao cái số rồi thằng bị báo ban này khơi tha sa đã bảo lòng bạn đọc sang thì đọc bí miên chấm nhuận sa đã bảo lòng thề phía sau lấy chán của các sòng có bình 10 năm tới 10 năm haiនេះហើយពួកយើងក៏បានចូលទៅសាកសួរពួកគាត់ផ្ទាល់ទៅដល់ទីតាំងហើយពួកគាត់ក៏បានផ្ដល់គោលបញ្ហា4ដែលពួកគាត់គិតថាជាគោលបញ្ហាធំៗដែលទី1គឺផ្នែកហិរញ្ញវត្ថុដែលគាត់គិតថាការសិក្សាអង់គ្លេសថែមមួយផ្នែកទៀតវាចំណាយកាន់តែច្រើនដោយសារតែគាត់ត្រូវការសិក្សាភាសាខ្មែររូបគីមីផ្សេងហើយទី2វិញគឺ learning resource ដែលគាត់ថាគ្រូនៅតំបន់នោះគឺបង្រៀនគ្មានគោលដៅច្បាស់លាស់បង្រៀនបែបបុរាណហើយការបង្រៀនរបស់ពួកគាត់នៅមានកម្រិតទី3គឺចម្ងាយដែលពួកគាត់ជិះពីផ្ទះទៅកាន់សាលាដែលមានចម្ងាយឆ្ងាយហើយទី4នោះគឺ conflict time ដែលការរៀនភាសាអង់គ្លេសនៅតាមជនបទដែលសាលាមួយចំនួនថែមមកនោះគឺជួនមកជាមួយនឹងសាលារដ្ឋបន្ទាប់ពីការ analyze រវាងបញ្ហាទាំងអស់នេះពួកយើងក៏បានបញ្ហាគោល3គឺ limit education resource ដែលដូចពួកគាត់បានប្រាប់ពួកយើងថាការបង្រៀនរបស់គ្រូដែលគ្រូបង្រៀននៅតាមជនបទគាត់មានការបង្រៀនបែបបុរាណហើយការគ្រូមួយចំនួនគាត់បង្រៀននៅមានកម្រិតចំណែកឯទី2នោះគឺ financial ដែលគាត់ត្រូវចំណាយលុយរៀនភាសាអង់គ្លេសថែមមួយកម្រិតទៀតអញ្ចឹងពួកគាត់គិតថាវាអស់លុយច្រើនជាមូលហេតុដែលគាត់បញ្ឈប់ការសិក្សាទី3នោះគឺការអនុវត្តដែលនៅជនបទពេលខ្លះគាត់បង្រៀនគាត់គ្មានការអនុវត្តគាត់រៀនតែក្នុងសាលាហើយចប់អញ្ចឹងបើសិនជាយើងមិនអនុវត្តវាយូរទៅយើងនឹងភ្លេចខ្លួនឯងដោយហេតុនេះយើងក៏បាននឹកឃើញ solution មួយដែលធ្វើម៉េចឲ្យសិស្សអាចរៀនអង់គ្លេសពី basic ទៅ advanced ពី0ឡើងពី0ទៅទី2នោះគឺយើងអាចនឹងមាន learning tool ដូចជា quiz ឬក៏ game ដែលអាចឲ្យពួកគាត់សប្បាយក្នុងការសិក្សាទី3គឺ live tutorial និង support ដែលអាចឲ្យពួកគាត់មើលការ live របស់ពួកយើងអាចនឹងទំនាក់ទំនងគ្នាទៅវិញទៅមកសួរឆ្លើយគ្នាភ្លាមមិនចាំបាច់យូរចំណែកឯទី4នោះគឺ tracking progress ដែលយើងអាចនឹងធ្វើការ track លើ attendance គាត់លើការសិក្សារបស់គាត់តើគាត់រីកចម្រើនគឺឬក៏អន់ថយដើម្បីយើងយកវាមកអភិវឌ្ឍនៅ app ឬក៏ web application យើងឬក៏ develop វាឲ្យមានភាពស្ដេចគ្នាជាមួយនឹងពួកគាត់ហើយស្វាគមន៍មកកាន់ចង់រៀនតែចង់រៀនគឺជា website ឬក៏ application ដែលជួយឲ្យសិស្សានុសិស្សឬក៏និស្សិតបន្តការសិក្សាអង់គ្លេសដោយខ្លួនឯងមានភាពងាយស្រួលសម្រាប់ពួកគាត់សម្រាប់ target របស់ពួកយើងអាចជាសិស្សនៅតាមជនបទដែលមិនប្រកាន់ភេទមានអាយុចាប់ពី13ឆ្នាំទៅ26ឆ្នាំឬក៏អាចជានិស្សិតដែលទៅនឹងបញ្ចប់ទី12ឡើងមកសាកលដែលគាត់ low English គាត់ English skill របស់គាត់នៅ low សម្រាប់ prototype វិញយើងឃើញថា prototype យើងវាមានពណ៌ស្អាតមើលទៅគឺវាចង់រៀនមានវីដេអូមានfile PDF ជាមេរៀនសម្រាប់ពួកគាត់អាចនឹងមើលបានចូលមកដល់គុណតម្លៃរបស់ចង់រៀនវិញទី1ពួកយើងបង្រៀនជាភាសាខ្មែរដែលជួយឲ្យនិស្សិតឬក៏សិស្សដែលគាត់ចាប់ផ្ដើមពីចំណុច0ទៅអាចរៀនបានទី2គឺវាសប្បាយវាមាន quiz វាប្រឡងនេះនឹងហ្នឹងវាធ្វើឲ្យសិស្សានុសិស្សនៅអង់គ្លេសមានភាពconnectចូលគ្នាទី3វាប្រើបានសម្រាប់មនុស្សគ្រប់គ្នាហើយគ្រប់ទីកន្លែងដែលយើងមិនគិតប្រាក់ទេយើងគិតជា advertisement វិញយើងអត់យកលុយជា subscription ទេសម្រាប់ competitor analysis ផងយើងឃើញថា e-school គាត់ល្អទាំងអស់អ្វីដែលគាត់អត់មានគឺគាត់ត្រូវចំណាយប្រាក់រៀនហ
រី EFK វិញអ្វីដែលគាត់ល្អនោះគឺមានតែ high quality level ឯងសម្រាប់ TTA ក៏គាត់ដូច e-school ដែរត្រូវចំណាយប្រាក់រៀនតែសម្រាប់ចង់រៀនវិញអ្វីដែលយើងខ្វះខាតគឺ popular tutorial ដែលយើងអាចនឹងកែប្រែបាននៅពេលក្រោយសម្រាប់ partnership ផងយើងទី1យើង smart ដែលអាចឲ្យអ្នកប្រើ smart អាច connect បានដោយមិនចាំបាច់មានអ៊ីនធឺណិតអាចចូលទៅ website ឬក៏ application យើងបានដោយមិនចាំបាច់ប្រើអ៊ីនធឺណិតចំណែកទី2គឺ AWS សម្រាប់ hosting website របស់យើងនេះគឺជាក្រុម member របស់ពួកយើងហើយសម្រាប់ scalability សម្រាប់ short term ដំបូងយើងគ្រាន់តែចង់រកអ្នកវិនិយោគឬក៏សាលាណាមួយសម្រាប់ local marketing របស់យើងរយៈទី2យើងអាចនឹងពង្រីក website របស់យើងឲ្យធំជាងមុនថែមមេរៀនអាចនឹងថែមគ្រូបង្រៀនសម្រាប់ long term វិញយើងអាចនឹងអភិវឌ្ឍទៅមុខទៀតយើងអាចនឹងបង្កើតកំណត់ថ្មីដែលយើងអាចនឹងឃើញបាននៅថ្ងៃអនាគតនេះគឺជា reference របស់ពួកយើងដែលពួកយើងបានរកមកហើយអរគុណសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នា